មកបងសម្រាប់អ្នកដែលគាត់មានម្សៅ Nescafe Gold ម៉ត់ជាប្រភេទម្សៅម៉ត់នៅក្នុងដៃហើយដឹងថាធ្វើបែបណាឲ្យមានរសជាតិឈ្ងុយឆ្ងាញ់នៅតាមផ្ទះចំណេញពេលវេលាជំនាញថវិកាទៀតលើមកតាំងទាំងអស់គ្នាអញ្ចឹងសម្រាប់ថ្ងៃនេះគឺខ្ញុំប្រើជាមួយ Nescafe Gold ជាប្រភេទម្សៅម៉ត់ចំនួន1ស្លាបព្រាប៉ុន្តែស្លាបព្រានេះគឺអត់ពេញពេកទេគឺមកល្មមហើយគឺស្លាបព្រាបែបហ្នឹងសម្រាប់រូបមន្តខាងយើងណាបងដាក់មួយស្លាបព្រាចូលទៅបន្ថែមជាតិផ្អែមជាមួយនឹងទឹកសេរ៉ូបងខ្ញុំអត់ប្រើទឹកកូខាប់ទេណាខ្ញុំប្រើទឹកសេរ៉ូកាឡូរីនេះដើម្បីកុំឲ្យមានការធាត់អីអញ្ចឹងណាបងដាក់ចូលប្រហែល20 ml ជាមួយនឹងទឹកដោះគោអូតសែ20 ml ដូចគ្នាអញ្ចឹងខ្ញុំបញ្ជាក់ការឆុងរបស់ខ្ញុំគឺខ្ញុំអត់ប្រើទឹកក្តៅទេបងអញ្ចឹងយើងគ្រាន់តែដាក់គ្រឿងផ្សំទាំង3នឹងចូលយើងកូរបានម៉ាស៊ីនវាយដៃបែបនេះសាកថ្មឲ្យពេញណាកូររហូតតែមកយើងឃើញពពុះឡើងស្អាតមកយើងពេញចិត្តហើយយើងឈប់ទៅប៉ុន្តែពេលដែលយើងឈប់ហ្នឹងយើងត្រូវយកទឹកកកមកឲ្យលឿនតិចកុំឲ្យពពុះនឹងក្រាបទៅវិញអញ្ចឹងបងអញ្ចឹងបន្ទាប់ពីយើងមានទឹកកកហើយយើងចាក់ពពុះកាហ្វេយើងចូលឲ្យពេញកែវទៅបន្ថែមជាមួយទឹកដោះគោអូតសាយ100 ml ចូលទៅទៀតបងរសជាតិគឺបែប creamy ឈ្ងុយកាហ្វេលឿនដាតហើយឈ្ងុយពីអូតមាននឹងទៀតអញ្ចឹងសម្រាប់បងដែលគាត់មានគ្រឿងផ្សំហើយអាចសាកល្បងតាមក្បួននេះបានតែបើអ្នកអត់ទាន់មានទេអាចឆាតចូល page ទិញបានណាបងបាយ